ប្រឆាតឆាយបងកងងាកមួយក្បាលឈ្មោះវិបុលបានរកឃើញផែនទីចាស់មួយដែលលាក់ខ្លួននៅក្នុងផ្កាថ្មគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងហើយចង់ដឹងថាតើផែនទីនេះនឹងនាំគាត់ទៅដល់កន្លែងណាវិបុលបានយកផែនទីនោះទៅបង្ហាញមិត្តជិតស្និទ្ធរបស់គាត់គឺមុខយក្សឈ្មោះសូភាសូភាមានជើងវែងៗនិងឆ្លាតវៃណាស់នាងបានពិនិត្យមើលផែនទីហើយនិយាយថានេះគឺជាផែនទីកំណត់តោះយើងទៅរកវាទាំងអស់គ្នានៅពេលពួកគេចាប់ផ្ដើមធ្វើដំណើរពួកគេបានឃើញក្តាមឈ្មោះតារាកំពុងជាប់នៅក្នុងសារាយសមុទ្រយ៉ាងណែនសូភាបានប្រើជើងដ៏វែងនិងទន់ភ្លន់របស់នាងដើម្បីជួយស្រាយសារាយទាំងនោះចេញពីខ្លួនរបស់តារាក៏បានចូលរួមក្នុងក្រុមដែរបន្ទាប់មកពួកគេបានជួបមិត្តឈ្មោះពិសិដ្ឋដែលកំពុងហែលយ៉ាងលឿនកាត់មុខពួកគេពិសិដ្ឋដឹងពីផ្លូវទឹកដែលហូរកាត់ច្រកភ្នំហើយគាត់បានស្ម័គ្រចិត្តជួយនាំផ្លូវដល់មិត្តភក្តិទាំងអស់ពួកគេបានទៅដល់តំបន់ផ្សាច់សស្អាតហើយបានជួបនឹងបងប្អូនសម្បកពីរនាក់គឺលាសមុទ្រឈ្មោះម្លិះនិងលាឈ្មោះរស្មីម្លិះនិងរស្មីបានប្រាប់ថាពួកគេបានឃើញពន្លឺភ្លឺចេញពីរូងភ្នំដ៏ធំមួយនៅខាងមុខនៅក្បែរជញ្ជាំងថ្មដ៏រឹងមាំលាសខៀវឈ្មោះនាវីបានប្រាប់ពីច្រកចូលដ៏តូចមួយពិសិដ្ឋដែលជាមិត្តបានបញ្ចេញទឹកខ្មៅបន្តិចដើម្បីជួយបិទបាំងក្រុមរបស់ពួកគេពីត្រីធំៗដែលចូលចិត្តមកយាយីនៅតំបន់នោះច្រកចូលរូងភ្នំនោះតូចណាស់ដូច្នេះបង្គីឈ្មោះអនុសានិងបង្កងធំឈ្មោះរតបានស្ម័គ្រចិត្តហែលចូលទៅមុនគេដោយសារតែខ្លួនតូចនិងរហ័សរហួនពួកគេអាចឆ្លងកាត់រន្ធតូចៗបានយ៉ាងងាយស្រួលដើម្បីពិនិត្យមើលសុវត្ថិភាពនៅមាត់រូងភ្នំបង្កងទឹកសាបឈ្មោះគីរីក៏បានមកដល់គីរីបានធ្វើដំណើរពីមាត់ស្ទឹងមកដល់សមុទ្រដើម្បីជួយមិត្តភក្តិវិបុលសប្បាយចិត្តណាស់ដែលបានឃើញមិត្តថ្មីដែលរងមាំម្នាក់ទៀតចូលរួមជួយក្នុងបេសកកម្មនេះនៅខាងក្នុងរូងភ្នំពួកគេបានរកឃើញប្រអប់កំណប់មួយដែលជាប់នៅក្នុងថ្មយ៉ាងណែនសូភាបានប្រើជើងដ៏ខ្លាំងទាំង8របស់នាងហើយតារាបានប្រើដង្កាប់ដ៏រឹងមាំរបស់គាត់ដើម្បីទាញប្រអប់នោះចេញពីថ្មនៅពេលបាត់ប្រអប់ចេញមកវាមិនមែនជាមាសឬប្រាក់ឡើយប៉ុន្តែវាគឺជាគ្រាប់ពេជ្រសមុទ្រដ៏ភ្លឺថ្លាដែលអាចផ្ដល់ពន្លឺដល់បាតសមុទ្រជានិច្ចវិបុលនិងរតសប្បាយចិត្តណាស់ព្រោះពួកគេដឹងថាការសហការគ្នាគឺជាកំណត់ដ៏មានតម្លៃបំផុត